តិចឃើញអាគារខ្ពស់ៗច្រឡំថាកោះនារីទីក្រុងភ្នំពេញអីទៅមិនមែនទេបងប្អូនទាំងអស់គ្នានៅកន្លែងនេះជាកន្លែងល្បីល្បាញមួយរបស់ឈមជូតំបន់សូនសែពេជ្រគឺស្ថិតនៅទីក្រុងសេជុងរបស់ប្រទេសកូរ៉េខាងត្បូងទីក្រុងសេជុងនេះគឺជាទីក្រុងមួយដែលគេបង្កើតឡើងឲ្យឆ្លាតវៃបំផុតវៃនៅទីនេះគឺឆ្លាតរបស់គេមែនគេបង្កើតឡើងគឺដើម្បីឲ្យប្រជាជនគេពោពេញទៅដោយសុភមង្គលជីវិតរស់រវើកជីវិតរបស់ប្រជាជនគេពោពេញទៅដោយភីងបងប្អូនណាដែលគាត់នៅចិត្តសេជុងនៅចិត្តជួបជីវិតនេះអាចមកលេងទីនេះបាននិយាយថាទេសភាពនៅទីនេះឲ្យកប់តែបងប្អូនអរគ្នាមកលេងពេលល្ងាចនិយាយជាកាត់តែមកលើច្រើនទេការឌីហ្សាញការរចនាទីក្រុងកន្លែងនេះគឺខ្ញុំឲ្យអួយមកបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាចង់ដឹងបងប្អូនទាំងអស់គ្នាមកលេងបាននៅសេជុងទីក្រុងសេជុងទេសភាពឲ្យកប់តែម្ដងសម្រាប់បងប្អូនដែលគាត់នៅជិតតំបន់នេះអាចមកសាក់ដើរលេងកន្លែងនេះបានដើរលេងជាគ្រួសារមិត្តភ័ក្តិបងប្អូនគឺដឹងតែសប្បាយមកប្រាប់អ្នកដែលគាត់ចូលចិត្តអាកាសធាតុបែបត្រជាក់មិនក្តៅបងប្អូនអាចមកលេងពេលល្ងាចបានព្រោះនៅទីនេះក៏មានឡានក្រុងសម្រាប់លក់ជាសបុតឲ្យយើងមើលទីក្រុងគេដែរទេសភាពមេញូនៅទីនេះខ្ញុំឲ្យ10លើ10តែម្ដងបងប្អូនទាំងអស់គ្នាស្រឡះចិត្តស្រឡះថ្មេចបទូអារម្មណ៍តានតឹងអស់ហើយលេងមកសម្រាប់អ្នកដែលគាត់មានសម្ពាធផ្លូវចិត្តឬ stress ខ្លាំងអាចមកលេងទីនេះក៏បានបទូអារម្មណ៍អស់លេងមកបងប្អូនទាំងអស់គ្នាបើធម្មជាតិវិញឲ្យអួយមកសម្រាប់អ្នកដែលមានសង្សារឬក៏មិត្តភ័ក្តិដែលគាត់ចូលចិត្តបែប sweet ដើរលេងជុំជុំបែបសប្បាយអីហ្នឹងអាចមកលេងនៅអាគារ45ជាន់នេះបានទីកន្លែងនេះគឺស្រួលរកទីតាំងទេបងប្អូនទាំងអស់គ្នាគ្រាន់តែមើលអក្សរប៉ារីសដែលចេញប៉ាយមុនដំបូងហ្នឹងវាយទៅគឺចេញជាន់ទី45ជាន់ជាហាងកាហ្វេសម្រាប់លក់ឲ្យបងប្អូនទាំងអស់គ្នាហូបហើយបើនិយាយពីថាទេសភាពវិញគឺកប់ក្តោងតែម្ដងអ្នកទាំងអស់គ្នាអើយជាក់ថ្មីឆ្លាស់ពេញចិត្តតែម្ដងហើយបើមកលេងពេលល្ងាចវិញចំពេលព្រះអាទិត្យរៀបលិចអង្គុយជជែកគ្នាផឹកកាហ្វេអីទៀតនោះនិយាយពីថាអារម្មណ៍រីករាយរំភើបក្រៃលែងនិយាយអត់ចេញតែម្ដងបងប្អូនទាំងអស់គ្នាបងប្អូននៅចិត្តនឹងអីអាចមកសាកលេងបានជាទីតាំងហាងកាហ្វេឃើញអក្សរអត់បងប្អូនទាំងអស់គ្នាហើយខ្ញុំនិយាយហើយនិយាយទៀតនៅទីនេះមិនមែនជាទីក្រុងភ្នំពេញឬក៏កោះនារីឬក៏មិនមែនសេអ៊ូទេគឺជាទីក្រុងសេជុងនៅតំបន់សូនសែ3ទេសភាពនៅទីនេះការតុបតែងលម្អសួនច្បារអីគឺខ្ញុំឲ្យ10លើ10តែម្ដងបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនណាដែលមានសម្ពាធ stress ខ្លាំងអីអាចមកសាកលេងទីនេះបានគឺកាត់ចេញ100%តែម្ដងជួបគ្នាក្នុងវីដេអូក្រោយបាយ